លើកទី1ក្នុងជីវិតបងប្អូនអើយតើឃើញទេបានជួបផ្ទាល់ចឹងបានថាដោះនៅអាក្បែរគុំឈើខ្ញុំទៅដើរព្រៃថ្ងៃមុនឡើងអស់តោះដកយកមកស្លឆាធ្វើបបរហូបម៉ែអើយដូចសាច់មាន់បេះបិទហើយអាឈ្មោះវាហ្នឹងជាភាសាអង់គ្លេស Hen of the Wood ហើយខ្ញុំដល់ពេលចឹងទៅបកប្រែ Hen of the Wood Hen មាន់Wood ព្រៃអញ្ចឹងមាន់ព្រៃហ្នឹងហើយអង់គ្លេសខ្ញុំមកលេខសល់បងប្អូនហើយខ្ញុំដល់គេបកប្រែបានអត់ហើយខ្ញុំចេះនិយាយលេងហ្នឹងណាប៉ុន្តែឈ្មោះភាសាអង់គ្លេសថាចឹងមែនបងប្អូនដាក់ក្នុងបបរគ្រឿងត្រូវគ្នាណាបងប្អូនអើយហើយអាហ្នឹងរូបមន្តខ្ញុំមិនដឹងស្អីណាផងហើយបើមានគ្រឿងក្រៅគ្រប់មុខទៀតមិនដឹងឆ្ងាញ់ប៉ុណ្ណាកុំថាបងប្អូនអ្នកប៊ូក៏មានសាច់មាន់ហូបដែរឃើញទេអូច្រឡំមាត់បងប្អូនមិញនិយាយថាអ្នកប៊ូស្អីមិនតន់លះបង់កិលេសអស់អញ្ចឹងហ្នឹងហើយបងប្អូនណាគ្មានទៅខ្លាចជាអ្នកប៊ូស្អីទេនៅចង់បាននៅខឹងគេដែរហ្នឹងណាបងប្អូន